វីដេអូនេះចែកម្លែកបងប្អូនដែលអត់ទាន់ដឹងរបៀបនៃការកាត់ចុងបតងណាអញ្ចឹងដាច់48នេះយើងយកវាស់13មកហើយកន្លែងប្រឆិតនេះយើងយកមុនកន្លះអញ្ចឹងយើងកាត់ម៉ូទ័រធំក៏បានម៉ូទ័រដៃក៏បានបងប្អូនកាត់ម៉ូទ័រធំយើងកាត់ផ្ដាច់មកចាំយើងផ្សារវិញបើយើងកាត់ម៉ូទ័រដៃយើងលាក់មកមុនកន្លះបាទអញ្ចឹងពេលយើងកាត់ហើយយើងបត់មួយស្អាតមកហើយកន្លែងបត់នេះបងប្អូនដេរវាមកចិត្តមកបាទដេរមកចិត្តមកហ្នឹងហើយនេះកងកោងចុងសង្ស័យរបស់យើងណាអញ្ចឹងកោងនេះគេហៅកោង3ទឹកបងប្អូនកោង3ទឹកមកប្រឡោះហ្នឹង3ហ៊ុនបាទហើយចុងនេះបងប្អូនចាំបានក៏បានដែរអញ្ចឹងបងប្អូនដេរមកពេញសាច់មកស្អាតមកហើយយើងដេរឆាបមកស្អាតមកបាទបងប្អូនកុំចុចតក់ឲ្យចុចមកពេញមកមុំមកបាទអញ្ចឹងនៅពេលដែលយើងប្រក់បងប្អូនមើលចុងដែនណៃយើងណាចុងដែនណៃយើងជាមួយនឹងភ្លីហើយកោងនេះគឺរត់អប់តែម្ដងអញ្ចឹងនៅពេលដែលយើងប្រក់គឺយើងងាយស្រួលយើងទាញមកអប់ឡើងដែនណៃយើងហ្នឹងមកគឺស្អាតហើយបងប្អូនគឺយើងអត់ពិបាកចាក់ម៉ែត្រច្រើនដងទេបាទហើយយើងទាញចំច្អូហ្នឹងមកគឺរត់ស្មើគ្នាបាទសំខាន់យើងដាក់ដែនណៃយើងឲ្យត្រង់មកបាទហើយកោងនេះគឺកោងខ្នាត3ទឹកបាទប្រឡោះពីមួយទៅមួយ3ហ៊ុនគឺ11ប៉ោកបាទបងប្អូនមានចម្ងល់អាចសាកសួរបានបាទ